ក្នុងហ្គេមនេះយើងនឹងដើរតួជាក្មេងម្នាក់ដែលធ្លាក់ចូលទៅក្នុងព្រះរាជាណាចក្របិសាចតើយើងត្រូវតែធ្វើអ្វីតើយើងត្រូវតែប្រយុទ្ធជាមួយបិសាចដើម្បីរស់ត្រឡប់ទៅផ្ទះវិញឬក៏រាប់អានពួកគាត់ជាមិត្តដើម្បីរកវិធីត្រឡប់ទៅផ្ទះវិញតើបិសាចអាចជឿជាក់បានដែរឬទេរាល់បិសាចដែលធ្វើល្អដាក់យើងតើបិសាចទាំងអស់ហ្នឹងពិតជាល្អដាក់យើងមែនឬទេរាល់បិសាចដែលចង់សម្លាប់យើងតើពួកគាត់គឺជាបិសាចអាក្រក់ដែរមែនឬអត់រាល់ពេលដែលយើងសម្លាប់បិសាចតើវាគឺជារឿងត្រឹមត្រូវដែរឬក៏អត់បើសិនជាយើងលើកលែងឲ្យបិសាចនោះតើមានរឿងអ្វីនឹងកើតឡើងចំពោះយើងថ្ងៃក្រោយឬក៏យើងលែងចាប់អាហ្គេមមួយនេះតែហ្គេមហ្នឹងពិតជាចាប់មែនឬមួយក៏អត់មិនទាន់លេងយើងក៏មិនទាន់ដឹងអូខេក្បាច់ក្បោប៉ុណ្ណឹងបានហើយខ្ញុំគ្រាន់តែចង់ណែនាំហ្គេមមើលឲ្យប្រូឯងលេងបើសិនជាប្រូឯងរៀនខ្សោយអង់គ្លេសឬមួយក៏មិនសូវចេះអង់គ្លេសខ្លាំងអីហ្គេមនេះវាអត់ស័ក្តិសមមួយប្រូឯងទេចំណុចពិសេសរបស់ហ្គេមមួយនេះគឺសាច់រឿងរបស់វាហ្គេមនេះមានតែ2 ending ទេចំណុចពិសេសរបស់វាមិនមែននៅ ending របស់ហ្គេមទេគឺទង្វើរបស់យើងធ្វើនៅក្នុងហ្គេមហ្នឹងរាល់ពេលដែលយើងធ្វើអ្វីមួយគឺវាសុទ្ធតែអាចប៉ះពាល់ដល់លទ្ធផលបន្ទាប់ទៀតម្យ៉ាងទៀតហ្គេមនេះគឺប្រឆាំងនៅអំពើហិង្សាអញ្ចឹងកំភៃរឿងឲ្យក្មេងៗលេងថាហ្គេមនេះវាមិនស័ក្តិសមមួយក្មេងលេងកំភៃសូម្បីតែមនុស្សចាស់លេងក៏ដោយក៏វាមានរឿងជាច្រើនដើម្បីឲ្យយើងពិចារណាផងដែរម្យ៉ាងទៀតអាហ្គេមនេះចង់ដឹងសាច់រឿងវាទាំងអស់យ៉ាងតិចណាស់យើងត្រូវលេងហ្គេមហ្នឹងឲ្យបាន3 ដងហើយយើងត្រូវបដូររបៀបលេងហ្គេមហ្នឹងផ្សេងគ្នាទាំងអស់ទើបយើងអាចយល់ពីសាច់រឿងទាំងមូលរបស់អាហ្គេមនេះបានប្រសិនជាប្រូឯងឃើញ graphic វាដូចជាបឿនកំប្រួយប្រូទិញហ្គេមហ្នឹងលេងទៅអត់សោកស្ដាយទេនេះគឺជាក្នុងចំណោមហ្គេម indie ដែលល្អលេខជាងគេនៅក្នុងប្រវត្តិសាស្ត្រអាហ្នឹងមិនមែនខ្ញុំចេះតែនិយាយទេណារបៀបកសាងពិភពលោកក្នុងហ្គេមនេះល្អរបៀបនិទានរឿងក៏ល្អនេះគឺជាហ្គេមមួយក្នុងភាគតិចហ្គេមណាដែលខ្ញុំលេងឲ្យខ្ញុំស្រក់ទឹកភ្នែកតែម្ដងដំបូងខ្ញុំឡើង Reddit សួរហ្គេម indie ណាល្អលេងគេប្រាប់ខ្ញុំឲ្យលេងហ្គេមហ្នឹងខ្ញុំឃើញ graphic វាបឿនតែពេលខ្ញុំលេងហើយខ្ញុំឃើញថាwow ហេតុអីវាធ្វើបានល្អយ៉ាងហ្នឹងហ្គេមនេះចេញតាំងឆ្នាំ2015វាមានលើ PS4 Xbox One Nintendo Switch ហើយនិង PS Vita បើសិនជាប្រូឯងមានម៉ាស៊ីនអនហ្នឹងហេតុអីមិនទាញមកលេងសាកមើលជឿខ្ញុំជីវិតមនុស្សមានតែមួយទេហើយហ្គេមនេះមានឈ្មោះថា Undertale